កាន់តែកើនឡើងពីដែនអាកាសបាទជាទូទៅថៃមានប្រៀបជាងកម្ពុជាច្រើនរឿងដែនអាកាសដោយសារតែថៃមានយន្តហោះប្រដេញប្រភេទ F16 របស់សហរដ្ឋអាមេរិកនេះច្រើនគ្រឿងមានដល់ទៅជិត30គ្រឿងឯណោះបងប្អូនគឺ28គ្រឿងហើយមានយន្តហោះប្រដេញប្រភេទលបឿនលឿនហើយនឹងមានអតិពលនៅក្នុងការទម្លាក់គ្រាប់បានរហ័សនិងចំគោលដៅនេះគឺប្រភេទ Gripen Fighter Jet Speed នោះ11គ្រឿងទៀតដូច្នេះជារួមថៃមានយន្តហោះប្រដេញប្រភេទនេះប្រមាណជា40គ្រឿងឯកម្ពុជាវិញតាមមួយគ្រឿងក៏គ្មានដែររឿងនិយាយយន្តហោះប្រដេញគាត់ថាមេដឹកនាំកម្ពុជាធ្លាប់អួតថាមានសំណាញ់មេឃអីដែលអាចចាប់យន្តហោះទាំងអស់នេះបានក៏ប៉ុន្តែមកដល់ពេលនេះគឺពុំមានសំណាញ់នេះដែលអាចនឹងឃើញថាចាប់បានយន្តហោះនេះមួយនៅឡើយទេហើយយើងគិតថាប្រហែលជាអាចទុកចុងក្រោយសម្រាប់នៅពេលដែលយន្តហោះនេះហោះមកម្ដង30-40គ្រឿងហ្នឹងចាប់មកសំណាញ់ឲ្យជាប់ឬក៏យ៉ាងម៉េចបងប្អូនចិត្តតែរងចាំដែរតែយ៉ាងណាតបអាកាសថៃនៅតែបន្តប្រើយន្តហោះនេះគឺបើតាមក្រសួងការពារជាតិគឺមានទាំងនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែតហ្នឹងខេត្តបន្ទាយមានជ័យទម្លាក់គ្រាប់បែក2គ្រាប់ហើយក៏ទម្លាក់គ្រាប់នេះនៅភូមិសាស្ត្រភ្នំខ្មោចភូមិសាស្ត្រពាក់ស្បែកហើយមាននៅរសៀលនេះដែរគឺទម្លាក់គ្រាប់4គ្រាប់ទៀតនៅក្នុងភូមិសាស្ត្រក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យដូច្នេះយើងឃើញទីតាំងទម្លាក់គ្រាប់នេះគឺមាននៅតែច្រើនហើយនៅក្នុងថ្ងៃទី18នេះសពាវុធគ្រប់ប្រភេទដែលយោធាថៃប្រើនៅពេលប្រតិបត្តិការវាយសន្ធាប់ចូលក្នុងទឹកដីដែនអធិបតេយ្យកម្ពុជារាប់ចាប់តាំងពីម្សិលមិញផងគឺមានតាំងពីកំភ្លើងដេកាមានកំភ្លើង100មីលីម៉ែត្របំពាក់លើរថក្រោះមានកំភ្លើងធំ105មីលីម៉ែត្រ155មីលីម៉ែត្រកំភ្លើងគ្រប់គ្រងគ្រប់ប្រភេទដ្រូនបាញ់ផ្សែងពុលដ្រូនទម្លាក់ភ្លើងដ្រូនអត្តឃាតនិងដ្រូនបំពាក់កំភ្លើងនិងរថក្រោះជាដើមដូច្នេះអ្វីដែលក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នេះគឺមែនតើទាហានថៃនៅតែវាយសន្ធាប់ខ្លាំងណាស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅពេលដែលកម្ពុជាពុំមានអ្វីដែលអាចទប់បានក្រៅតែពីបេះដូងដ៏មោះមុតរបស់ទាហានយើងហើយនឹងមាន BM21 ដែរ BM21 របស់កម្ពុជានេះមែនតើក៏មានប្រសិទ្ធភាពច្រើនណាស់ដែរនៅក្នុងការដែលទប់ថៃកុំឲ្យឈ្លានពានជ្រៀតជ្រៅចូលបានន័យថាចូលជ្រៀតឆ្លៀតជ្រៅមកក្នុងដែនអធិបតេយ្យដោយសារតែ BM21 នេះឯងបានថៃរករឿងទម្លាក់នៅឯប៉ោយប៉ែតនៅម្ដុំក្រុងប៉ោយប៉ែតហ្នឹងដោយថៃអះអាងថាគេទម្លាក់ទៅលើឃ្លាំងស្តុកទុកគ្រាប់ BM21 ថៃតាមពិតខាងយោធាថៃបានបញ្ជាក់ថាការដែលគេទម្លាក់គ្រាប់នៅក្នុងក្រុងប៉ោយប៉ែតនេះគឺដោយសារតែគេឃើញមានទាហានកម្ពុជាយើងទាហានខ្មែរយើងកែនឬក៏បង្កើនចំនួនច្រើនទៅទល់ដែនឬម្ដុំតំបន់ប៉ោយប៉ែតហ្នឹងហើយមានដេប៉ូឬក៏ឃ្លាំងដាក់គ្រាប់សពាវុធផ្សេងហ្នឹងដែលថៃគេចាត់ទុកថាអានោះគឺជាឃ្លាំងគ្រាប់បងប្អូនសួរថាហេតុអីបានជាថៃច្បាស់ម៉េះដឹងថាកន្លែងណាគ្រាប់ហើយដឹងកន្លែងណាយោធាខ្មែរយើងឡើងទៅជួរមុខរឿងមាន2ដើម្បីដែលថៃដឹងរឿងមាន3ដែលថៃអាចដឹងព័ត៌មានទាំងនេះពីខ្មែររឿងដែលងាយបំផុតហើយឆាប់ដឹងបំផុតគឺថៃមានប្រព័ន្ធ drone បាទប្រព័ន្ធស៊ើបការរបស់ថៃហោះលើអវកាសហើយថៃក៏មានប្រព័ន្ធ satellite គឺប្រព័ន្ធផ្កាយរណបរបស់គេនៅក្នុងការឃ្លាំមើលសកម្មភាពរបស់យើងបានដែរអត់មានពិបាកទេព្រោះអីបច្ចេកវិទ្យារបស់ថៃហ្នឹងក៏គេមានប្រើអាហ្នឹងអីចឹងទៅហើយអាហ្នឹងតកតងនឹង drone និងយន្តហោះស៊ើបយកការហ្នឹងគឺអាចនឹងយកព័ត៌មានបានយ៉ាងលឿនហើយចាក់ច្បាស់ទៀតព្រោះអីហោះពីលើយើងរាល់តែម៉ោងរាល់តែពេលទេអាហ្នឹងយន្តហោះ drone ប្រភេទស៊ើបការក្រៅពីហ្នឹងក៏ថៃប្រើ drone ទម្លាក់គ្រាប់ drone អត្តឃាត drone ទម្លាក់គ្រាប់បានន័យថាទម្លាក់គ្រាប់ហើយយន្តហោះទៅវិញយកគ្រាប់មកទម្លាក់ទៀតអា drone មកប្រភេទទៀតគឺ drone អត្តឃាតហ្មងបានន័យថាមកហើយអត់ទៅវិញទេដាក់គ្រាប់មកហើយគឺទោះជាយើងបាញ់ធ្លាក់ drone ហ្នឹងគឺបានន័យថា drone ហ្នឹងគឺមកសម្រាប់ខ្លួនតែម្ដងបាទអត់មានវិលទៅវិញទេអានេះគឺជាប្រភេទ drone ដែលពួកខាងទាហានអ៊ុយក្រែនប្រើបានជោគជ័យមែនតើនៅក្នុងការទប់ស្កាត់ទាហានរុស្ស៊ីដែលឈ្លានពាននៅអ៊ុយក្រែនណាប៉ុន្តែឥឡូវនេះថៃក៏បានប្រើ drone អត្តឃាតបែបនេះច្រើនដែរហើយក៏គេចោទខាងភាគីកម្ពុជាថាក៏ប្រើ drone អត្តឃាតបែបនេះដែរមិនអត់ទេវាមានទៅមានមកអញ្ចឹងទៅយ៉ាងណាបើតាមមើលថៃនៅតែចោទប្រកាន់ខ្មែរថាកែនតបកែនអីឡើងទៅព្រំដែនមានដេប៉ូដាក់គ្រាប់ហ្នឹងហើយគេបាញ់រហូតដល់ស្រីស្នំ90គីឡូដីចូលទៅក្នុងដែនអធិបតេយ្យកម្ពុជាហ្នឹងដោយសារតែគេថាមកពីការឆ្លប់យកការរបស់គេហ្នឹងគេឃើញព័ត៌មានដឹងថាទីតាំងទាំងអស់ហ្នឹងគឺជាទីតាំងដាក់អាវុធឬក៏មូលដ្ឋានតបតាមពិតភាសាថៃនៅក្នុងការនិយាយក៏ទាហានថៃថាកន្លែងហ្នឹងកន្លែងតបកន្លែងអីហ្នឹងគឺអ្នកណាក៏និយាយបានដែរប៉ុន្តែវាចង្រៃអីវាខុសអីនៅពេលដែលទាហានខ្មែរដាក់តបឬក៏ធ្វើឃ្លាំងទ្របគ្រាប់នៅក្នុងដែនខ្មែរហ្នឹងវាខុសកន្លែងណាខ្ញុំពងតែឆ្ងល់កន្លែងនេះទោះជាថៃខំប្រឹងរំលឹកថាអូអាហ្នឹងគេត្រូវតែបាញ់កំតិចទៅដោយសារតែជាឃ្លាំងគ្រាប់ចុះឥឡូវទីហោដីហ្នឹងជាដីរបស់យើងកម្មសិទ្ធិរបស់ផ្ទះរបស់យើង
តើយើងអាចដាំដើមឈើបានយើងអាចសង់រោងយើងអាចដាំបន្លែបកានៅក្នុងផ្ទះឬក៏កែច្នៃដីនៅក្នុងប្លង់កម្មសិទ្ធិរបស់យើងនឹងធ្វើទៅជាអីដើម្បីប្រយោជន៍អាស្រ័យផលកម្មសិទ្ធិរបស់យើងបានទេអញ្ចឹងនៅចាំឲ្យអ្នកចិត្តខាងហ្នឹងចាំថាអូគាត់កំពុងសង់រោងដើម្បីចិញ្ចឹមសត្វឆ្មាឬឆ្កែអីទៀតអីអញ្ចឹងយើងត្រូវតែកំទេចចោលអូគាត់ចាប់ផ្ដើមកាយរងដើម្បីដាំដំណងឬក៏ដាំដំឡូងអីនៅផ្ទះគាត់ទៅយើងត្រូវតែទៅកាយចោលឲ្យអស់ឲ្យខាងតែបានព្រោះអាការដាំដំណងដាំត្រប់ឬក៏លពៅតឡាចអីហ្នឹងវាអាចវាទៅវាធ្វើឲ្យគ្រោះថ្នាក់រហូតដល់ប្រទេសថៃឬក៏ផ្ទះជាប់ហ្នឹងឬក៏យ៉ាងម៉េចអាហ្នឹងគេច្បាប់គេឥឡូវហ្នឹងគេអញ្ចឹងហ៎ជាការពិតហើយបើយើងដាំដើមឈើធំអីនៅក្បែរផ្ទះអីវាធ្លាក់មែកសាខាអីចូលទៅអ្នកចិត្តខាងអីយើងស្រួលគ្នាទៅយើងកាប់ឬក៏យើងមានគោលការណ៍ថាអូឥឡូវចិត្តលបងហ្នឹងចម្ងាយប៉ុណ្ណេះម៉ែត្រទៅប៉ុណ្ណេះម៉ែត្រយើងមិនអាចសង់អីបានឬមិនអាចដាំអីបានក្រែងលោវាឆ្លងជ្រៀតចូលដែនអ្នកដតីឬអីចឹងទៅប៉ុន្តែអាហ្នឹងវាជាការសម្របសម្រួលគ្នាទៀតដីផ្ទះយើងធ្វើអីក៏តបានដែរនៅក្នុងផ្ទះយើងហើយការពារដូចថាបើយើងទិញកាភ្លើងឧទាហរណ៍យកមកទុកក្នុងផ្ទះយើងដើម្បីការពារខ្មាំងហើយច្បាប់រដ្ឋធម្មនុញ្ញយើងអនុញ្ញាតឲ្យយើងទិញកាភ្លើងដោយស្របច្បាប់ដាក់នៅក្នុងផ្ទះដើម្បីការពារចោរឬខ្មាំងសត្រូវដែលមកឈ្លានពានយើងហើយយើងត្រូវបានអ្នកចិត្តខាងនោះមករករឿងយើងនឹងដាក់កាភ្លើងនៅកន្លែងណាទុកកន្លែងណាដាក់កន្លែងណាក៏អត់មានអីខុសដែរផ្ទះយើងតាសំខាន់គឺមកពីអាអ្នកនៅក្បែរខាងហ្នឹងចេះតែចង់ចូលមកលួចចង់ចូលមកឈ្លានពានរឿងដែលខុសអារឿងអ្នកចិត្តខាងតាអីមកខុសម្ចាស់ផ្ទះឥឡូវហ្នឹងថៃគេកំពុងអះអាងថាអាគេបាញ់គេអីហ្នឹងទម្លាក់គ្រាប់រហូតដល់ស្រីស្នំចិត្តស្ពានអូជីកនៅស្ពានបុរាណមួយនៅខេត្តសៀមរាបអូយជ្រៅមែនតើចិត្ត90គីឡូដីក្នុងដីខ្មែរគាត់ថាទៅបាញ់ដេប៉ូដាក់គ្រឿងសពាវុធរបស់ខ្មែរនៅហ្នឹងអញ្ចឹងមិនព្រមបាញ់ចោលខ្ទេចខ្ទីអស់ហ្មងហ្នឹងសពាវុធនៅពេញតដីខ្មែរហ្នឹងគិតតែធ្វើអញ្ចឹងហ្មងឬចឹងឬក៏ដុតចោលស្រុកខ្មែរទាំងអស់ហ្មងដើម្បីឲ្យស្ងប់ចិត្តថៃដែលថាអស់មានសពាវុធរបស់ខ្មែរតែហ៊ានថៃនេះគឺថ្លើមពាសមេឃមែនតើទាំងលោកអនុទិនច័ន្ទវរៈគុលហ្នឹងក៏តែអញ្ចឹងដែរគឺប្រើពាក្យមួយថានឹងវ័យខ្មែរឲ្យទុនដៃឲ្យអស់លែងតដៃបានដើម្បីឲ្យថ្ងៃក្រោយទៅសំណុកថៃលុតខ្មែរភាសាបែបនេះគឺជាភាសាអគុណធម៌អសិលធម៌មែនតើព្រោះអីប្រជាជាតិមួយជាដែនអធិបតេយ្យអត់មានយើងមកគ្រប់គ្រងខ្មែរដើម្បីឲ្យទាហានខ្មែរបាក់បបខ្លោបខ្លាចដើម្បីខ្លួនឯងអាចបង្ក្រាបបានទេមិនមែនអញ្ចឹងទេភាពខ្លាញ់រ៉ាញ់អស្ចារ្យនៃប្រទេសមួយមិនមែននៅលើការគម្រាមកំហែងអ្នកដទៃដោយសារតែឯងជាបងធំទេភាពខាញ់រ៉ែងនៃប្រទេសមួយគឺដោយសារខ្លួនមានសិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូរនិងការគោរពច្បាប់ទម្លាប់អន្តរជាតិនិងជាភូមិអ្នកភូមិផងលបងជាមួយដែលអាចរស់នៅជាមួយគ្នាបានមិនមែនមកឈ្នានេះខ្លាចតែគេលើសថៃកំពុងខ្លាចខ្មែរលើសហើយដល់ពេលអញ្ចឹងយកលេសហ្នឹងមកចង់បង្ក្រាបយើងតើថៃមានសិទ្ធិអីមកបង្ក្រាបយោធាខ្មែរនៅក្នុងដែនអធិបតេយ្យខ្មែរក្នុងការការពារជាតិស្របច្បាប់នេះវាអត់មានច្បាប់ណាចែងមកដែលយើងទៅរករឿងប្រទេសគេលើកលែងតែគេទៅធ្វើអីធ្វើទុកបុកម្នេញខ្លួនប៉ុន្តែថាខ្មែរអត់ដែលបានធ្វើទុកបុកម្នេញថៃសូម្បីតែម្ដងថៃតើឈ្លានពានខ្មែរគ្រប់តែលើកដូច្នេះខ្ញុំជឿថាភាសារបស់ថៃនេះគឺជាភាសាប្រជាពិធប៉ុន្តែចង់បង្ហាញពិភពលោកថាខ្លួនធ្វើនឹងត្រូវគ្រប់យ៉ាងហើយរឿងនេះដែលវាអាភ័ព្វរឿងខ្មែរទៀតអាភ័ព្វរឿងអីថៃនិយាយអីក៏បានដែរដោយសារតែគេមានប្រព័ន្ធផ្សព្វផ្សាយហើយអាប្រព័ន្ធផ្សព្វផ្សាយរបស់គេនឹងទៀតសោតហ្នឹងត្រូវបានសារព័ត៌មានអន្តរជាតិយកទៅធ្វើតាមស្ដាប់តាមគួរឲ្យអកុសលមែនតើប៉ុន្តែយ៉ាងណាបងប្អូនឥឡូវអ្នកណាស្ដាប់បានស្ដាប់មិនបានឥឡូវយើងគិតមើលថាម៉ោងនេះគឺទាហានថៃជាពិសេសខាងយោធាខាងទ័ពអាកាសរបស់ថៃអីហ្នឹងគេប្រកាសថាគេវាយបានគ្រប់គ្រងតំបន់ 85% ដែលគេប៉ុនប៉ងដណ្ដើមពីកម្ពុជាតំបន់អីគេខ្លះដែលគេប៉ុនប៉ងដណ្ដើមពីកម្ពុជាបងប្អូនរឿងដែលសំខាន់ចេះបងប្អូនមានចាំទេកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាថៃប្រកាសថាវាយដណ្ដើមបានទីតាំង10កន្លែងយកទៅគ្រប់គ្រងដែលពីមុនគេគ្រប់គ្រងទាំងស្រុងអត់បានទេគឺយកទៅបានលើកឡើងតែប្រាសាទតាកបីមួយទេអញ្ចឹងក្នុងនោះគឺមានអីប្រាសាទតាមន់ធំប្រាសាទតាមន់តូចតំបន់ភ្នំទ្រាប់ហើយនឹងច្រកអានសេះផងព្រោះច្រកអានសេះនេះតាំងពីដើមឡើយមកគឺខ្មែរជាអ្នកគ្រប់គ្រងថាយើងគ្រប់គ្រងដាច់ដល់ពេលវាយគ្នាក្តាំងមកស្រាប់តែថៃគ្រប់គ្រងបានខ្លះមិនមែនបាន 100% ទេព្រោះអីយើងឃើញថៃយកស្បៃយកអីយកមកអញ្ចឹងទាហានខ្មែរទៅដកស្បៃចេញទាហានថ្មីថៃយកស្បៃនឹងបន្លាលួសយកមកដាក់វិញអីអញ្ចឹងទៅប្រទីងបន្ទងគ្នានៅកន្លែងរោងលោកតាអ៊ុំហ្នឹងយើងឃើញហើយមិនអញ្ចឹងចាក់ស្ដែងគឺឃើញទាហានជុតខ្មៅថៃនៅហ្នឹងពេលពួកខាងសង្កេតការអាស៊ានចុះទៅអីហ្នឹងក៏ឃើញប្រទីងបន្ទងគ្នារុញគ្នាទៅវិញទៅមកហ្នឹងដោយសារតែតំបន់ហ្នឹងពេលដែលវាយប្រាវ24ដល់28ហ្នឹងគឺថៃមកចូលដល់តំបន់ហ្នឹងគ្រប់គ្រងអីបានខ្លះមិនតែមិនបានទាំងអស់ទេប៉ុន្តែមកដល់ម៉ោងនេះអ្វីកន្លែងដែលគេថាអត់ទាន់គ្រប់គ្រងបានអស់ហ្នឹងគេថាគេគ្រប់គ្រងបានថែមរហូតដល់85% បានន័យថាម៉េចបានន័យថាគេអាចគ្រប់គ្រងតំបន់ច្រកអានសេះហ្នឹងទាំងស្រុង
ហើយក៏គេអាចគ្រប់គ្រងប្រាសាទតាកបីថែមទៀតក៏និយាយរឿងភ្នំទ្រាប់ហើយនឹងប្រាសាទតាមន់ធំនិងប្រាសាទតាកបីប្រាសាទតាមន់តូចអីកាលតែពីមុនដែលថៃថាគ្រប់គ្រងបានបើថៃអះអាងថាខ្លួនគ្រប់គ្រងបានថែម85%ទៀតនៅអ្វីដែលគេមិនទាន់បានគ្រប់គ្រងបានន័យថាគេអាចគ្រប់គ្រងច្រកអានសេះនឹងបានហើយនឹងប្រាសាទតាកបីនេះទៀតអាហ្នឹងសម្រាប់ការអះអាងរបស់ថៃទេបងប្អូនខ្ញុំនៅតែប្រើពាក្យថាការអះអាងខ្ញុំអត់និយាយថាព័ត៌មាននេះពិត 100% ទេព្រោះអ្វីគឺអាស្រ័យនៅលើក្រសួងការពារជាតិយើងជាអ្នកដែលតបទៅវិញហើយបញ្ជាក់តួលេខប្រាប់ថាការដែលនិយាយរបស់ថៃហ្នឹងគឺមិនពិតប៉ុន្តែមកដល់ម៉ោងនេះក្រសួងការពារជាតិអត់ទាន់ទាត់ចោលព័ត៌មានរបស់ថៃនិយាយពីរឿងយកតុងជ័យយកមកដោតនៅក្នុងប្រាសាទតាកបីនៅឡើយទេណាមកដល់បានអត់ទាន់មានទេព្រោះក្រសួងការពារជាតិលឿនណាស់នៅក្នុងការច្រានចោលព័ត៌មានថាជាព័ត៌មានคล้ายៗហើយខ្ញុំរីករាយនឹងផ្សាយប៉ុន្តែយើងមកចាំដល់ថ្ងៃនេះតាំងពីថ្ងៃ15មកដល់ថ្ងៃនេះគឺថ្ងៃទី18 4ថ្ងៃហើយគឺអត់មានការថ្លែងការពីក្រសួងការពារជាតិទាត់ចោលអាតុងជ័យហ្នឹងថាជាคล้ายគូសរូបវីដេអូហ្នឹងដាក់ fake news អីចឹងកាលមុនគឺក្រសួងការពារជាតិធ្វើអញ្ចឹងរហូតរួមទាំងក្រសួងព័ត៌មានក្រសួងអីផងប៉ុន្តែឥឡូវនេះអត់មានទេសូម្បីតែនៅតំបន់កន្លែងច្រកអានសេះហ្នឹងក៏មិនឃើញយកអារូបគេដាក់តុងជ័យហើយឈូសឆាយដុំថ្មនៅអាកន្លែងរោងលោកតាអ៊ុំហ្នឹងហើយគេច្រៀងចម្រៀងជាតិរបស់ថៃអីនៅច្រកអានសេះហ្នឹងយើងអត់ទៅយកអាស្លាកដាក់ថាព័ត៌មានคล้ายចឹងបោះត្រានៅលើហ្នឹងវាអត់មានអញ្ចឹងបានថាខាងភាគីកម្ពុជាអាចមិនទាន់ច្បាស់នៅក្នុងចិត្តថាព័ត៌មានហ្នឹងគេអាចយកបានចឹងហ្នឹងប៉ុន្តែយើងប្រទាញបន្ទងគ្នាទៅវិញទៅមកដែរព្រោះអីនៅតំបន់ហ្នឹងឮសូរថាបាញ់គ្នាទីបន្ទងគ្នាខ្លាំងណាស់រាល់ថ្ងៃហ្នឹងក្រសួងការពារជាតិថ្ងៃហ្នឹងក៏និយាយដែរថាចង់និយាយថាខាងយោធាថៃអះអាងថាគ្រប់គ្រងបាន 85% នៃតំបន់ទីតាំងដែលកំពុងតែក្តៅក្រគុកហ្នឹងប៉ុន្តែខាងកម្ពុជាអះអាងចេះវិញក្រសួងការពារជាតិអះអាងថាទាហានខ្មែរនៅឈរជើងយ៉ាងរឹងមាំស្វិតស្វាញនៅគ្រប់គោលដៅឈរជើងយ៉ាងរឹងមាំស្វិតស្វាញនៅគ្រប់គោលដៅប៉ុន្តែឃ្លានេះមិនបាននិយាយថាបដិញថៃទៅណាឬក៏យ៉ាងម៉េចទេឬក៏ថៃគេយកបានខ្លះហើយទៅយើងទាញយើងរុញទៅវិញអីចឹងគាត់ថាជាសារមួយដែលក្រសួងការពារជាតិប្រើតាំងពីដើមទីមកហើយគឺឈររឹងមាំស្វិតស្វាញគ្រប់គោលដៅខ្ញុំជឿថាมันមានអីខុសឆ្គងទេនៅក្នុងការនិយាយឃ្លាបែបនេះប៉ុន្តែគោលដៅណាខ្លះព្រោះគោលដៅច្រើនណាស់ដែលស្ងប់ស្ងាត់ណាប៉ុន្តែអាគ្រប់គោលដៅហ្នឹងអាគោលដៅភ្នំណែច្រកអានសេះនិងប្រាសាទតាកបីដែលក្តៅកគុកដែលគេផ្លោងគ្រាប់ដាក់ទៅប្រទាញបន្ទងគ្នាហ្នឹងគឺវាគេមានព័ត៌មានពីខាងគេឡើងស្រោចអីដែលថាគេចូលទៅគេថតរូបគេអីយើងចោទគេថាឥឡូវសូម្បីតែចោទថា AI ក៏យើងអត់ហ៊ានចោទគេទៀតព្រោះកាលរហល់ដងថាអាហ្នឹងរូប AI ទេអីទេព័ត៌មានមិនពិតឥឡូវអា AI ហ្នឹងក៏អត់ហ៊ានទាត់ចោលគេទៀតដូច្នេះយើងនៅតែគិតថាក្រសួងការពារជាតិមានការប្រយ័ត្នប្រយែងនៅក្នុងតំបន់នេះហើយវាជារឿងប្រទីងបន្ទងហើយខ្ញុំមិនសង្ស័យមិនភ្ញាក់ផ្អើលទេបើសិនជាថៃពិតជាបានចូលទៅគ្រប់គ្រងប្រាសាទតាកបីឧទាហរណ៍បើសិនជាក្នុងន័យហ្នឹងគឺថាវាពិតអញ្ចឹងមានរូបថតហ្នឹងវាអញ្ចឹងមែនខ្ញុំអត់មានសង្ស័យដោយសារអីថៃប្លង់គ្រាប់ច្រើនណាស់ F16 នេះគឺជារឿងអកុសលសម្រាប់ទាហានខ្មែរណាខ្ញុំជឿថាបងប្អូនយើងទោះជាក្លាហានប៉ុណ្ណានៅពេលដែលគេទម្លាក់គ្រាប់ពីលើអាកាសតើយើងទៅស៊ូទ្រាំបានយ៉ាងដូចម្ដេចបើយើងមិនរកកន្លែងទីទួលលាក់ខ្លួនដើម្បីសន្សំជីវិតដើម្បីទៅវាយបកយកមកវិញនៅក្នុងពេលណាមួយតើយើងទៅក្រាញនានាជាមួយនឹងគ្រាប់ដែលអត់វិញ្ញាណនឹងបានទេបើថាថ្មើរជើងឡើងមកមួយវាយមួយគឺថាយើងក្រាបយើងលុតយើងកិច្ចយើងអីយើងដឹងព្រោះមនុស្សទល់មនុស្សខ្លាចដូចគ្នាទេឬក៏ស៊ូដូចគ្នាទេប៉ុន្តែដល់ពេលគ្រាប់ធ្លាក់ពីលើអាកាសនេះចិញ្ជ្រុំបែបនេះខ្ទេចប្រាសាទយើងអស់ហើយហ្នឹងប្រាសាទតាក្របីរៀបដល់ដីហើយបើសិនជាយើងជាទាហានខ្មែរដែលមានលេនដ្ឋាននៅប្រាសាទហ្នឹងបើសិនជាយើងមិនកិច្ចចេញពីប្រាសាទហ្នឹងសិនក៏នៅកប់នឹងស្លាប់នៅនឹងដែរព្រោះអីគេបាញ់ខ្ទេចប្រាសាទអស់ហើយហ្នឹងដូច្នេះវាអត់មានភ្ញាក់ផ្អើលអីទេបើសិនជារឿងហ្នឹងវាជារឿងពិតគ្រាន់តែថារឿងដែលមួយគឺខាងក្រសួងយើងអត់ទាន់បានរាយការណ៍មកថាថៃបានគ្រប់គ្រងមួយរយៈពេលឥឡូវយើងរុញទៅវិញអីយ៉ាងណាទេគ្រាន់តែថាប្រាសាទខ្ទេចខ្ទីអស់ហើយទាហានរបស់យើងនៅជួរមុខរងគ្រាប់ផ្លោងរបស់ថៃជាពិសេសគឺ F16 នឹងយ៉ាងសន្ធាប់ណាស់ដែលខ្ញុំមានការអាណិតអាសូរបងប្អូនទាហានជួរមុខយើងមែនតើនៅតែបន់ស្រន់ឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាទ្វីបលោកជាពិសេសបុព្វបុរសពលឹងដូនតាខ្មែរស្ដេចជំនាន់ណាក៏ដោយអ្នកដែលការពារព្រឹកព្រៃប្រាំងប្រាសាទខ្មែរនឹងជួយថែទាំការពារអាយុជីវិតបងប្អូនទាហានជួរមុខយើងផងព្រោះអីសង្គ្រាមលើកនេះជាមួយថៃនេះគឺជាសង្គ្រាមដ៏មហាអយុត្តិធម៌សម្រាប់ទាហានយើងណាដោយសារអីគេប្រើគេហៅថាល្បិចពឹសពុលច្រើនពេកផ្សែងពុលផង drone ផង F16 ផង Gripen Fighter Jets ផងគ្រាប់បែកចង្កោមផងគ្រប់បែបយ៉ាងដែលជារឿងមួយដែលអកុសលដោយថាអានេះបើសិនជាយើងដូចឡើងវាយបុកអីចឹងបងប្អូនគឺគេឲ្យយើងពាក់កង់ធម្មតាបច្ចេកទេសថៃមានដាវសាមរៃផងមានកបិតស្នៀតផងមានស្នាប់ដៃផងដោះកង់ចោលហើយដូចថាមកវាយគ្នាអញ្ចឹងបងប្អូនសាកគិតមើលថាវាអយុត្តិធម៌ប៉ុណ្ណាហើយអាញាកណ្ដាលទាំងអស់នៅក្នុងហ្នឹងអត់មានមើលឃើញថាថៃខុសសោះរឿងនេះហើយដែលជារឿងដែលឈឺចាប់ពិភពលោកអត់មានអ្នកណាមួយថ្កោលទោសថៃសោះមកដល់ម៉ោងនេះអត់អាលីង
យុត្តិធម៌សម្រាប់ខ្មែរមែនតើតែយើងគិតទៅគឺថាចុះហេតុអីបានជាតិយើងអាភ័ព្វយ៉ាងនេះយើងចិត្តតែរនឹកមិនឃើញថាយ៉ាងហោចណាស់ក៏មានប្រទេសណាមួយដែលជាមិត្តរបស់យើងជាអ្នកស្លាប់រស់ជាមួយយើងក៏ចេញសេចក្តីថ្លែងការណ៍ណាមួយនៅជាមួយយើងបានមួយផ្លែដែរថ្កោលទោសថៃស្នើឲ្យថៃធ្វើនេះធ្វើនោះតែអត់ទេសារណាក៏សុំឲ្យភាគីទាំងពីរឈប់បាញ់ហើយថៃបាញ់មុនស្នើឲ្យភាគីទាំងពីរឈប់បាញ់វាអត់យល់ចង់និយាយថាយើងត្រូវតែចាប់ផ្ដើមហ៊ានថ្កោលទោសថៃហើយបើអត់ហ៊ានថ្កោលទោសថៃតើពិភពលោកមើលមកឃើញថាខ្មែរទៅជាអ្នកនាំអាតទៅវិញព្រោះវាអត់មានរឿងអីដែលត្រូវខ្មែរចាប់ផ្ដើមមុនយើងមើលយោធាខ្មែរហើយយោធាថៃមើលបងប្អូនយើងថាតែប្រៀបធៀបយោធាយើងមើលងាយយោធាយើងហើយអត់ទេយើងត្រូវនិយាយការពិតយោធាថៃមានគ្រឿងសព្វាវុធគេទាំងអវកាសទាំងអីទ័ពគេនឹងក៏ច្រើនសន្ធឹកយន្តហោះប្រដេញយន្តហោះអីគេមានច្រើនយើងអត់មានទេទ័ពយើងក៏តិចជាងគេច្រើនថវិកាជាតិគេជួយផ្នែកយោធាក៏ច្រើននិយាយទៅគឺគេជាមហាអំណាចមួយផ្នែកយោធាដែរនៅក្នុងតំបន់លេខប្រមាណហើយនៅក្នុងយើងនេះដូច90គេនឹងយោធាថៃនឹងដូចជាចំណាត់ថ្នាក់ខ្ពស់ជាងយើងឆ្ងាយយើងនៅបាតតារាង